តើព្រះយេស៊ូវជានរណានៅក្នុងជីវិតរបស់អ្នកបើតាមបទគម្ពីរយូហានចំពុក3ខ16បានចែងថាបិទព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអកាលជានិច្ចវិញអាមែនបើស្រឡាញ់ត្រូវហ៊ានលះបង់បើស្រឡាញ់ត្រូវហ៊ានជូនបើស្រឡាញ់ត្រូវហ៊ានឲ្យបើស្រឡាញ់ត្រូវហ៊ានថ្វាយជាដើមឡាតាមរយៈខគម្ពីរនេះយើងសង្កេតឃើញថាមានសេចក្តី3យ៉ាងគឺសេចក្តីស្រឡាញ់សេចក្តីជំនឿនិងសេចក្តីសង្ឃឹមឯក្នុងព្រះគម្ពីរករិនថូសខ្សែទី1ចំពុក13ខ13ក៏បានចែងថាឥឡូវនេះមានតែជំនឿតើព្រះយេស៊ូវជានរណានៅក្នុងជីវិតរបស់អ្នកបើតាមបទគម្ពីរយូហានចំពុក3ខ16បានចែងថាបិទព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអកាលជានិច្ចវិញអាមែនបើស្រឡាញ់ត្រូវហ៊ានលះបង់បើស្រឡាញ់ត្រូវហ៊ានជូនបើស្រឡាញ់ត្រូវហ៊ានឲ្យបើស្រឡាញ់ត្រូវហ៊ានថ្វាយជាដើមឡាតាមរយៈខគម្ពីរនេះយើងសង្កេតឃើញថាមានសេចក្តី3យ៉ាងគឺសេចក្តីស្រឡាញ់សេចក្តីជំនឿនិងសេចក្តីសង្ឃឹមឯក្នុងព្រះគម្ពីរករិនថូសខ្សែទី1ចំពុក13ខ13ក៏បានចែងថាឥឡូវនេះមានតែជំនឿដែលសង្ឃឹមនិងសេចក្តីស្រឡាញ់ទាំង3មុខនេះតែសេចក្តីដែលពិសេសជាងគេគឺជាសេចក្តីស្រឡាញ់ដូច្នេះព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះទ្រង់ជាតួនៃសេចក្តីស្រឡាញ់ហើយនៅជាមួយនឹងសេចក្តីស្រឡាញ់តែងតែមានសេចក្តីជំនឿនិងសេចក្តីសង្ឃឹមសូមបងប្អូនចុច like និង subscribe ក៏ដូចជា comment អាមែនសម្រាប់វីដេអូបន្ទាប់សូមអរគុណសូមព្រះប្រទានពរអាមែន